ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាអំពីនៃការរបៀបដូរលេខកូដកង់ ACDA របស់យើងអញ្ចឹងណាហើយសម្រាប់បងប្អូនខ្លះដែលគាត់មានការធ្វេសប្រហែសឬក៏មានជនខកខូចណាស្គាល់លេខកូដកង់យើងអាចដូរបានហើយសម្រាប់លេខកូដកង់នេះគឺអត់ពិបាកទេបងប្អូនគ្រាន់តែថាលេខកូដរបស់យើងនេះគឺយើងអាចដូរបាក់ថ្មីបានតែសម្រាប់យើងដូរភាសាទៀតគឺយើងមិនអាចយកលេខចាស់ហ្នឹងយកមកដាក់បានទេហើយអញ្ចឹងកុំឲ្យឆាត់ពេលយូរតោះបងប្អូនទៅតាមដានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់កង់ ACDA របស់យើងមកហើយបញ្ជាក់ណាបងប្អូនសម្រាប់លេខការដូរនេះអត់មានទៀមទាច្រើនទេគ្រាន់តែបងប្អូនចាំលេខកូដចាស់ហើយនឹងដាក់ថ្មីទៅហើយបន្តមកទៀតបងប្អូនចូលមកកាន់នេះកន្លែងខ្ញុំដាក់សញ្ញាព្រួយហ្នឹងបងប្អូនចូលមកកាន់កន្លែងហ្នឹងមកបន្តមកទៀតបងប្អូនមើលទៅកាន់ខាងលើនេះគេដាក់ថា setting នេះបើវាចេញអង់គ្លេសគេដាក់ថា setting បងប្អូនតែបើខ្ញុំចេញខ្មែរវាដាក់ថាកំណត់មុខងារផ្សេងបងប្អូនចុចលើនឹងមកបន្តមកទៀតបងប្អូនអស់មកខាងក្រោមមកកន្លែងគេដាក់ថានេះបដូរលេខកូដសម្ងាត់នេះបដូរលេខសម្ងាត់មានន័យថាយើងបដូរលេខកូដរបស់យើងលេខកង់របស់យើងណាបើសិនជាយើងមានជនខកខូចណាស្គាល់លេខកូដយើងឬក៏យើងមិនទុកចិត្តលេខកូដរបស់យើងអញ្ចឹងយើងអាចដូរវាបានបងចុចលើវាហ្នឹងមកហើយនេះបងប្អូនវាយលេខកូដយើងធម្មតាលេខកូដចាស់យើងហ្នឹងលេខកូដយើងប្រើរាល់ថ្ងៃហើយថងកន្លែងនេះគេដាក់លេខកូដថ្មីគេឲ្យយើងដាក់លេខកូដថ្មីបងប្អូនវាយលេខកូដថ្មីយើងមកទាំងលើទាំងក្រោមមកហើយបញ្ជាក់បងប្អូនកន្លែងនេះគឺខ្ញុំអត់បានដាក់ទេដោយសារតែគឺលេខកូដដែលខ្ញុំប្រើរាល់ថ្ងៃនេះគឺខ្ញុំចាំហើយខ្ញុំក៏មានបញ្ហាអីជាមួយលេខកូដរបស់ខ្ញុំដែរអញ្ចឹងទៅអធិស្ឋានបងប្អូនគឺខ្ញុំអត់បានដូរទេតែខ្ញុំប្រាប់របៀបដូរទៅបងប្អូនទាំងអស់គ្នាឲ្យបងប្អូនដឹងអញ្ចឹងព្រោះអីបងប្អូនមួយចំនួនគឺគាត់អត់បានដឹងនៃការដូរលេខកូដគឺលេខកូដរបស់គាត់គឺមានជនខកខូចឬក៏គាត់មិនភ្លេចឬក៏គាត់មិនសូវចាំអីចឹងបងប្អូនអាចដូរបានហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងដែរហើយបើបងប្អូនចង់បានវីដេអូអីដែលថ្មីឬក៏បងប្អូនអត់ចេះអីបងប្អូនអាចចូលខមមិនក្នុងនោះបានអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនារហូតដល់ចប់កុំភ្លេចជួយចុច like subscribe និងខ្ញុំម្នាក់មួយផងណាបងប្អូនចុចអាកន្លែងជាវនៅខាងក្រោមហ្នឹងទៅហើយចុចលើរូបកណ្ដឹងហ្នឹងទៅរួចជាការស្រេចហើយអរគុណណាបងប្អូនដែលបានតាមដានទស្សនារហូតដល់ចប់ពីនាងខ្ញុំកាហាប់បាយបាយ